បាទសួស្តីអ្នកនរគ្នាមកជួបជាមួយនឹងខ្ញុំ Channel BP Official ឥឡូវខ្ញុំមានចំណេះដឹងថ្មីមួយមកប្រាប់អ្នកគ្នាអំពីរបៀប download អ៊ីសានឥឡូវឲ្យខាត់ពេលយូរយើងចូលទៅអ្នកគ្នាហើយកម្មវិធីអ៊ីសានហ្នឹងយើងអាចយកទៅប្រើប្រាស់បានដូចជាការ hack game ការតម្លើងកម្មវិធីផ្សេងៗដូចជាកម្មវិធី FL នេះកម្មវិធីមួយនេះជាទូទៅកម្មវិធី FL ហ្នឹងចាំខ្ញុំមានវីដេអូក្រោយខ្ញុំនឹងប្រាប់ឥឡូវយើងរៀនតែរបៀប download អ៊ីសានសិនអូខេឥឡូវមកខាត់ពេលយូរយើងចូលទៅក្នុង Safari មកអ្នកគ្នាវាយតាមខ្ញុំមកពាក្យថា Apple Apple JO នេះអ្នកគ្នានេះដល់ពេលយើងចុចទៅគឺវាមកដល់ពេលកន្លែងហ្នឹងយើងចុចខ្វាយវាមួយទៅអ្នកគ្នាយើងមិនមែនចូលមកយើងតម្លើងអ៊ីសានយកមកទេយើងតម្លើង profile វាសិនអាហ្នឹងគេហៅ program របស់វាណា Apple JO DNS ហ្នឹងអ្នកគ្នាចុច install វាមកបាទរួចយើងចុចកន្លែង allow នេះ yes បន្ទាប់មកយើងថយវិញយើងចូលទៅក្នុង Safari setting អញ្ចឹងវា load នៅកន្លែងនេះ profile download នេះយើងចុចលើហ្នឹងទៅហើយយើងចុច install វាចុច install មកក្រោយមកយើងចេញវិញគឺយើងបាន load កម្មវិធីនឹងមួយហើយបន្ទាប់មកយើងចូលទៅកម្មវិធីហ្នឹងសម្រាប់2026នេះគឺវាទំនើបថងថាជាយើងអត់ចាំបាច់ដើររកអ៊ីសានទេគឺវា load មកខាងលើយើងស្រាប់មកសុំទោសនេះគឺវា load នៅខាងលើដែលមានពាក្យថា send ហ្នឹងអ៊ីសាន sync ហ្នឹងវាមាន load បេតុងពណ៌ខៀវនេះហើយចំនួនផ្កាយរបស់វាឈានទៅដល់ 1M អ្នកនរគ្នាបាទអញ្ចឹងបន្ទាប់មកយើងគ្រាន់តែចុច install មកយកអត់បាក់រោទេវាមានបេតុងពណ៌ខៀវឲ្យយើងឃើញស្រាប់អញ្ចឹងយើងចុច install មកយើងចុចឲ្យចំវាអ្នកគ្នាអូខេអញ្ចឹងយើងចុច install វាមកហ្នឹងហើយយើងចុច install រួចយើងយកពាក្យថា download ដល់ពេលយើង clear វិញរងចាំឲ្យវាពេញអ្នកគ្នារងចាំឲ្យវាពេញទៅយើងអាចប្រើប្រាស់វាបានហើយក្នុងការប្រើប្រាស់របស់វាគឺមានពីរដំណាក់កាលទៀតចាំខ្ញុំប្រាប់អ្នកគ្នាអូខេអ្នកទាំងអស់គ្នាឥឡូវវាពេញហើយមិញហ្នឹងដោយសារតែ server ខ្ញុំវារៀង slow បន្តិចអញ្ចឹងតម្រុំវា upload ពេញវារៀងយូរអញ្ចឹងខ្ញុំកាត់កន្លែងដែលវាកំពុងតែ upload ពេញហ្នឹងឥឡូវដល់ពេលយើងតម្លើងបានបងប្អូនមួយចំនួនគាត់យល់ច្រឡំថាចេះមិនចូលប្រើប្រាស់វាអត់បានណាមិនបានចូលប្រើប្រាស់វាអត់បានអ្នកខ្លះក៏ប្រើប្រាស់បានអ្នកខ្លះក៏ប្រើប្រាស់អត់បានអញ្ចឹងដល់ពេលអ្នកគ្នាចុចទៅវា load ចេញមកវិញហើយវាមានពាក្យថា no ឬក៏វា load ពាក្យថាអីទៅដូចជាពាក្យថាអាចប្រើប្រាស់បានអាហ្នឹងខ្ញុំចង់ click ហើយអញ្ចឹងដើម្បីប្រើប្រាស់បានអ្នកគ្នាត្រូវចុច download ឡើងចូលកម្មវិធីនឹងសារថ្មីអ្នកគ្នា download file វាសិននេះអ្នកគ្នាចូលកន្លែងនេះចុចកន្លែងនេះអ្នកគ្នាចុចកន្លែងហ្នឹងចុចកន្លែងហ្នឹងរួចអ្នកគ្នាត្រូវ upload file វានេះដែលមានពាក្យ sync grade នេះimprove or brand នេះនិយាយទៅនៅលើគេហ្នឹងហ្មងបេតុងពណ៌ខៀវហ្នឹងអ្នកគ្នាគ្រាន់តែចុច download វាមកអ្នកគ្នាចុច download វាឲ្យពេញឥឡូវយើងបាន file វាមួយនេះដល់ពេលបាន file វាមួយអ្នកគ្នាត្រូវចូលក្នុង setting របស់យើងចូលក្នុងពាក្យ setting អ្នកគ្នាត្រូវទៅរកពាក្យថា general នេះ general រួចអ្នកគ្នាត្រូវបើសិនជាខ្ញុំប្រាប់ទៅរៀងលឿនអាច scroll មើលសារថ្មីទៅបងប្អូនដោយសារតែយើងអត់ចង់ឲ្យខាត់ពេលយូរបន្ទាប់មកអ្នកគ្នាយករកកន្លែង VPN របស់វាហ្នឹងហើយអ្នកគ្នាត្រូវចុចនៅលើពាក្យរបស់វានេះពាក្យ file របស់វានេះអា file ដែលយើង download មិញហ្នឹងចុចរួចអ្នកគ្នាវាឃើញនឹងវា load ពាក្យមួយអីទេអ្នកគ្នាដូចជាឲ្យយើង restart my phone អញ្ចឹងណាមិនដឹងពាក្យអីអ្នកគ្នាដោយសារតែអាពេលហ្នឹងខ្ញុំអត់បានចាក់អារម្មណ៍មើលតែគ្រាន់ថាពេលយើងចូលមកកន្លែង VPN ហើយយើងចុចចូលកន្លែង link របស់វាហ្នឹងមកវាមានបេតុងពណ៌ខៀវមួយ
វាអត់ load delete app ចឹងទេវា load បេតុងពណ៌ខៀវដើម្បីយើង verify របស់វាណាអ្នកគ្នាគ្រាន់ចុចទៅលើបេតុងនឹងមកប៉ុន្តែមិនមែនចូលមកឲ្យឃើញដូចរបស់ខ្ញុំចេះណាអានេះដោយសារតែខ្ញុំ verify ហើយព្រោះការ verify របស់វាទាមទារឲ្យយើងrestart ទូរស័ព្ទដល់ពេលយើង restart ទូរស័ព្ទទើបបានវាចេញមកវិញបានវាមាន load ចឹងអញ្ចឹងពេលអ្នកគ្នាចូលមកគឺវាអត់មាន load ពណ៌ក្រហមបេតុងពណ៌ក្រហមដូចខ្ញុំទេប៉ុន្តែវា load បេតុងពណ៌ខៀវដែលមានអក្សររៀងច្រើនដែរពេលហ្នឹងវាដូចជា load ពាក្យខ្ញុំចាំបានថាមាន restart phone អញ្ចឹងណាយើងគ្រាន់តែចុចលើពាក្យហ្នឹងពេចអាពាក្យហ្នឹងរួចយើងចុច restart តាមវាដល់ពេលទូរស័ព្ទយើងបើកមកវិញអ្នកគ្នាគ្រាន់តែចុចទេអាហ្នឹងដូចយើងខ្លាមមេរោគចោលអញ្ចឹងណាយើងគ្រាន់តែចុចពាក្យ clear មកវា load install ហើយរួចបន្ទាប់មកយើងចូលដល់ពេល install ហើយយើងចូលមកវិញទើបយើងអាចប្រើប្រាស់វាបានដោយសារតែខ្ញុំបាន verify វារួចអញ្ចឹងវាអត់ load ឲ្យខ្ញុំចាំបាច់ restart ទូរស័ព្ទទេ restart phone ខ្ញុំទេអូខេបន្ទាប់មកយើងចុចagree ហ្នឹងមក upgrade ចឹងបន្ទាប់មកអ្នកគ្នាត្រូវប្រើប្រាស់វាបានចឹងហើយណាអ្នកគ្នាអត់អាចតឡើង SL ឬក៏ស្អីបានទេអញ្ចឹងអ្នកគ្នាត្រូវចុចកន្លែងនេះ setting របស់វានេះបន្ទាប់មកអ្នកគ្នាចុចកន្លែង approve improve របស់វាហ្នឹងអ្នកគ្នាត្រូវទៅរកអាកន្លែងដែលយើង download file វាមិញទៀតនេះ file ដែលយើងបាន download ដែលយើងបាន download ហ្នឹងនេះអាដែលយើងបាន download មិញហ្នឹងយើងគ្រាន់តែចុចលើវាមកវានឹង load approve យើងហើយដល់ពេលវា load approve ហើយឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំតម្លើង SL អញ្ចឹងយើងវីដេអូក្រុងខ្ញុំប្រាប់ពីរបៀបតម្លើង SL ប៉ុន្តែឥឡូវហ្នឹងខ្ញុំគ្រាន់តែប្រាប់ពីរបៀបតម្លើង ISA សិនទេ